មានអ្នកណាខ្លះពេលនេះកំពុងតែធ្វើកិច្ចការងារមួយស្របទៅតាមក្តីស្រមៃរបស់ខ្លួនឯងប៉ុន្តែមនុស្សជុំវិញខ្លួនអត់មានអ្នកណាជឿថាអ្វីដែលយើងកំពុងធ្វើនឹងអាចដើរដល់អ្វីដែលយើងស្រមៃឬក៏អ្វីដែលយើងកំពុងធ្វើវាអាចចេញរូបរាងចេញលទ្ធផលទេមនុស្សគ្រប់គ្នាគឺគិតថារឿងហ្នឹងគឺអត់ប្រយោជន៍មនុស្សគ្រប់គ្នាគិតថារឿងហ្នឹងគឺអត់មានបានផលអីមកដល់យើងទេតែយើងគួរធ្វើអីប៉ុន្តែសម្រាប់ខ្លួនឯងគឺយើងជឿជាក់ថារឿងដែលខ្ញុំកំពុងធ្វើនឹងមានលទ្ធផលថ្ងៃណាមួយរឿងដែលខ្ញុំកំពុងធ្វើវានឹងខ្លាចទៅជាក្តីស្រមៃមួយដែលខ្ញុំចង់បាននៅថ្ងៃខាងមុខយើងដឹងថាយើងត្រូវប្រើពេលរយៈពេលប៉ុន្មានទេឆាប់ឬក៏លឿនយើងអត់ដឹងយូរឬក៏ឆាប់ក៏យើងអត់ដឹងប៉ុន្តែអ្វីដែលយើងដឹងគឺយើងនឹងតស៊ូបន្តដំណើរទៅមុខទេទោះបីជាមនុស្សជុំវិញខ្លួនយើងអត់ជឿយើងក៏ដោយអ្នកនេះត្រូវដឹងថាមនុស្សជុំវិញខ្លួនយើងគេនឹងជឿយើងនៅពេលដែលយើងបង្ហាញលទ្ធផលទៅគេចឹងបើសិនជាការងារដែលយើងកំពុងធ្វើអត់មានលទ្ធផលមួយណាដែលអាចឲ្យគេជឿបានទេទោះអ្នកនេះខំប្រឹងនិយាយខំប្រឹងបញ្យល់ខំប្រឹងលើកហេតុផលច្រើនប៉ុណ្ណាក៏ដោយក៏មនុស្សជុំវិញខ្លួនយើងគេអត់ជឿយើងដែរទោះបីជាគេជឿគេបានត្រឹមតែនិយាយថាអូខេជឿប៉ុន្តែការគិតរបស់គេនៅតែមានកូនចិត្តមួយថារឿងហ្នឹងហាក់ដូចមិនត្រូវទៅមុខកើតមើលទៅវាទៅកើតមើលទៅជាមើលប្រកាសជាតាក់កន្លែងណាមួយប្រកាសជាមានកន្លែងណាមួយវាត្រូវបកប្រយអញ្ចឹងដើម្បីចង់ឲ្យគេជឿលើយើងបានបើចាំខំប្រឹងទៅអូសទៅទាញបើចាំខំប្រឹងទៅបញ្យល់ខំប្រឹងទៅបកស្រាយអ្វីដែលយើងត្រូវធ្វើគឺផ្ដោតទៅលើការងាររបស់យើងជឿជាក់លើអ្វីដែលយើងគិតជឿជាក់លើអ្វីដែលយើងកំពុងធ្វើជាពិសេសជឿជាក់លើខ្លួនឯងហើយបន្តមកទៀតអ្នកនរត្រូវទៅតាំងចិត្តធ្វើវាឲ្យបានឲ្យវាចេញជាលទ្ធផលបន្ទាប់មកអ្នកដែលនៅជុំវិញខ្លួនយើងគឺគេនឹងងាកមកជឿយើងតែខ្លួនឯងមកមិនបាច់យើងទៅអូសទាញឬក៏ទៅបញ្យល់ទៅប្រាប់អីច្រើនដូចមុនទៀតទេ